Chụp số mông bốn, xong dây mông bốn tích pi rồi biệt trong cả lìa chân này ao tia cái pa bao nhiêu mông bốn, tia bao nhiêu miếng cắn mông bốn, nhom pa hai tích này, buồn này cắn, tôi nó can tại cắn, nó bốn mờ, hay mùa là hai sum khăn để về cắn những cái đó xa, nhom đại chân này tới nhom một miếng pe lắm mông bốn, ọt miếng pe là mờ thái, chẳng là na bàn xì ở na bàn xí ọt. Hay việc ta khai kê cho đặc biệt khai kê tăng bị tối mó cứ việc ban xì thì một buồn chẳng hơi pe để dừng lưới dừng cua tài chùm này pe được bông phôn khơi chẳng đài thì bỏ dừng cái này về trâu pân khnia đi ở hay được bông phôn khơi chẳng là nít mô là thông chỉ kì hay buồn nít kinh nhâm trâu tục pram có ba mế hay chum mô đi mùi trào bên nắng cứ lụa hay ai thật phơm hộp làនេះlà mồm trôiឆ្នាំសិតតែមមជួយឆ្នាំសម្រាប់ធ្វើម្ហូបមេនេះក៏លមមជួយឆ្នាំដែរអូប៉ុន្តែបងប្អូនប៉ុន្តែពិបាកដល់ខែក្តៅពិបាកផ្ញើមេនេះសិតតែល្អនេះមេនេះល្អរោមបងប្អូនដូចឃើញអញ្ចឹងពពួកនេះគឺសាច់លឿងល្អទៅនីបងប្អូនសាច់របស់វាគឺលឿងស្អាតពូជវាសាច់លឿងហើយសិតតែមេស្អាតពីក្បាលហ្នឹងប៉ុន្តែភាសាខែក្តៅខ្ញុំពិបាកផ្ញើបងប្អូនវាក្តៅពេកទៅខ្លាចវាទៅដល់កន្លែងនោះវាអន់វាឈឺវាអីចឹងណាចឹងពិបាកខ្ញុំអត់ចង់លក់ខ្ជិលនឹងនេះបងប្អូនខ្ជិលខ្លះលោកបងប្អូនបន្ទោសថាយោទាឈឺអីទៅលក់ឲ្យបងប្អូនចឹងណាពេលដែលវាទៅដល់វាដឹងតែអន់នៃខ្លះចឹងបង្ហាញបងប្អូនពីចំណីដែលខ្ញុំលេងទីបងប្អូនឃើញបែបនេះបងប្អូនប្រហែលជាយល់ថាចំណីលេជាមួយនឹងពោតតែអត់ទេចំណីលេពោតតែបន្តិចទេបងប្អូនប្រហែលជា 4-5 ក្តាប់ទេក្រៅទៅពីនឹងគឺចំណីដែលខ្ញុំបានលាយឲ្យជ្រូកមានកតក់មានដើមចេកហាន់ដើមចេកឲ្យបុកហ្នឹងហើយនឹងនេះបបរជ្រូកបងប្អូនបបរជ្រូកមានបាយមានអីនឹងបងប្អូនហើយនឹងស្រូវបដោះអញ្ចឹងក្នុងខែនេះស្រូវធូរថ្លៃបងប្អូនឃើញអញ្ចឹងស្រូវធូរថ្លៃចឹងខ្ញុំដាក់ស្រូវច្រើនហើយបដោះមួយទៀតពេលយើងហាលស្ងួតទៅស្រូវរបស់យើងឧទាហរណ៍1គីឡូបដោះវាបានដល់ទៅ1គីឡូកន្លះឬ2គីឡូអាស្រ័យលើវាប្រឡូកវែងឬក៏ខ្លីចឹងណាហើយវាមានសំណើមចឹងវាបរិមាណរបស់វាឬក៏ទម្ងន់របស់វាហ្នឹងកាន់តែកើនឡើងខ្លាំងចឹងហើយវាល្អសម្រាប់ទីមួយទៀតអាក្នុងវាហ្នឹងអង្គដែលនៅក្នុងស្រូវហ្នឹងគឺវាបានបាក់ហើយបានន័យថាវាបាក់អញ្ចឹងអាបាក់ហ្នឹងបានវាអត់ប៉ះពាល់ដល់ទារបស់យើងទេវាធ្វើឲ្យប៉ះពាល់ដល់កាពះពោះវៀនដូចបងប្អូនដឹងហើយថាពពួកអង្គពពួកអីហ្នឹងបើសិនជាយើងឲ្យមន់ឲ្យទាយើងស៊ីគឺរាកសពពួកហ្នឹងអញ្ចឹងបើសិនជាយើងឲ្យស៊ីស្រូវស្ងួតអញ្ចឹងវាក៏អាចជួបបញ្ហានឹងដែរវារាកសឬក៏ទម្ងន់របស់វាធំអត់បានលូតលាស់ល្អអានឹងវាជាបញ្ហាមួយដែរអញ្ចឹងបើយើងបដោះបែបនេះល្អហើយចំណេញចំនួនកបងប្អូនហើយជាលឺសលេងរំខានគោយន្តបន្តិចបងប្អូនប៉ុន្តែអានឹងជាអ្វីដែលខ្ញុំចង់ប្រាប់ហើយបើចំពោះមេបាហ្មងខ្ញុំអត់លាយជាមួយនឹងចំណីកូនមន់ឬក៏នេះទេឬក៏ពោតទេដោយសារខែនេះពោតថ្លៃបងប្អូនអញ្ចឹងខែណាតម្លៃរបស់ណាធូរថ្លៃខ្ញុំលាយឲ្យស៊ីរបស់នឹងប៉ុន្តែពេលដែលយើងបដូរចំណីម្ដងអត់អាចបដូរភ្លាមដាក់ឲ្យចំណីនេះសុទ្ធភ្លាមទេបើន័យថាយើងបន្សំវាព្រោះអាហ្នឹងជារឿងតិចតួចទេប៉ុន្តែធ្វើទៅយើងទទួលបានផលយើងបន្សំដោយឧទាហរណ៍ថាយើងចង់បដូរពីស៊ីចំណីលាយពោតមកឲ្យស៊ីលាយស្រូវអញ្ចឹងនៅពេលដែលយើងបដូរព្យាយាមលាយម្ដងបន្តិចឧទាហរណ៍ដំបូងយើងដាក់ 100% ជាមួយពោតហើយប៉ុន្តែក្រោយមកយើងដាក់ពោត 70% ចឹងទៅស្រូវ 30% បន្ទាប់មកស្រូវ 50% ពោតបន្ទាប់មក70 30អីចឹងទៅហើយដល់ពេលចុងក្រោយពេលដែលយើងអស់ពោតគឺយើងដាក់ឲ្យស្រូវសឹង 100% គឺវាស៊ីធម្មតាបងប្អូនអញ្ចឹងខ្ញុំបង្ហាញបងប្អូនរួចខ្ញុំនឹងឲ្យវាស៊ីបងប្អូនហើយទៀតខ្ញុំនឹងបង្ហាញចំណីមេបាបងប្អូនបានឃើញដែរសុំលេងតិចសិនបាក់លីដៃឆ្វេងទៅឯងដាស់ខ្សែអត់បាត់សោះដោយសារមករយៈនេះនេះបងប្អូន
អាកាសធាតុវាប្រែប្រួលហើយភ្លៀងត្រូវតែភ្លៀងធ្វើដំណើរច្រើនចឹងលាបងប្អូនមើលឃើញហើយគេនឹងអស់ស៊ីឥឡូវវាកំពុងឲ្យឃ្លៀនហើយមើលអាណាដែលវាខ្លាយគេនោះអាក្រិននោះអត់ហ៊ានទេបងប្អូនឃើញអត់វាហ៊ានមកស៊ីទេហើយអាក្រិនអញ្ចឹងពីច្រើនវាខ្លាយមនុស្សទៀតបងប្អូនមើលអត់បានស៊ីទេឃើញអត់វាសុខចិត្តទៅរើសអាគេជ្រុះស៊ីវិញចឹងពិបាកអញ្ចឹងបានការលូតលាស់របស់វាអត់ល្អទេហើយបើក្រិនខ្លះវាហ៊ានមួយយើងអានឹងល្អវិញដោយសារតែវាក្រិនវាហ៊ានមួយយើងជួយវាស៊ីចំណីអីចឹងណាតែដល់ពេលវាខ្លាចយើងហ្នឹងក៏បាក់បដ ហើយជាធម្មតាបងប្អូនពេលដែលលេងចំណីគឺយើងត្រូវការមានទឹកជាចាំបាច់នៅក្បែរហ្មងពេលដែលវាស៊ីចំណីហ្នឹងគឺយើងត្រូវតែឲ្យមានទឹកមានអីវាស៊ីបងប្អូនចឹងមិនវាអត់សូវមានបញ្ហាមិនចឹងទេការស៊ីចំណីរបស់វាអត់បានល្អទេដោយសារទាវាត្រូវការស៊ីបដាហួលទឹកបដាហើយខ្ញុំក៏ធ្លាប់សាកដាក់ទឹកនឹងចំណីនឹងជាមួយគ្នានឹងដែរប៉ុន្តែភាគច្រើនគឺទារបស់ខ្ញុំវាទម្លាប់ស៊ីរៀងស្ងួត ចឹងហើយវាអត់សូវស៊ីទេពេលដែលយើងដាក់មានទឹកមានអីចឹងណាហើយមួយទៀតខ្ញុំក៏អត់ទម្លាប់ឲ្យវាស៊ីច្រើនដែរបងប្អូនដំបងដាក់គឺដាក់វាតិចអញ្ចឹងវាទៅដើមគ្នាស៊ីតែយើងដាក់ច្រើនពេកវាអាចនឹងឃើញចំណីច្រើនវាអត់ស៊ីវិញអារបៀប ខ្ញុំដឹងមិនអានេះវាជាចិត្តសាស្ត្រមួយសម្រាប់សត្វគ្រប់សត្វទាំងអស់បងប្អូនមនុស្សក៏ដូចគ្នាដែរមនុស្សយើងឧទាហរណ៍សាមានគ្នាច្រើនហើយរបស់ហ្នឹងវាតិចអញ្ចឹងញ៉ាំទៅមានអារម្មណ៍តែឆ្ងាញ់ហ្មងតែរបស់មើលទៅឃើញច្រើនយើងមានអារម្មណ៍ថាដូចឆ្អែតសត្វក៏ដូចគ្នាបងប្អូនពេលដែលយើងដាក់វាធ្វើដូចម្ដងតិចហ្នឹងអានឹងវាធ្វើវាមានអារម្មណ៍ថាវាប្រឹងដដើមគ្នាស៊ីមិនឲ្យតន់ណា ចឹងបងប្អូនខ្ញុំនឹងបង្ហាញចំណីមេបាបន្តិចឲ្យបងប្អូនឃើញចំណីដូចបងប្អូនឃើញអញ្ចឹងចំណីមេបាស្តៀងគ្នាតែនឹងជាមួយនឹងចំណីអូនទាដែរទេបងប្អូនគាត់ថាខ្ញុំអត់លាយចំណីសម្រាប់ចូលទេដោយសារមេបាវាអត់សូវត្រូវការហើយពពូនេះដោយសារខ្ញុំឥឡូវមិនសូវនៅក្បែរទេចឹងវារៀងផ្អើលទេបងប្អូនហើយបាក់ស្ដាប់សលេងបន្តិចមួយទៀតគឺដោយសារនោះវា ទាវារើឈ្មោលបងប្អូនទាយើងមើលឲ្យទៅឃើញវានេះចឹងគឺវាសញ្ញាមួយថាវារោឈ្មោលរោពងហើយវាអួតគ្នាអញ្ចឹងណាបងប្អូន